ចាសួស្តីបងប្អូនអ្នកគ្នាចានេះគឺជាតប៉ែផ្អែមបងប្អូនអ្នកគ្នាចាតែតប៉ែផ្អែមចំនួន1គីឡូហើយខ្ញុំថែមតប៉ែស2ថង់ទៀតចា2សនោះ2ថង់ហ្នឹងប្រហែលជាថា3ខាំចាំបងប្អូនគ្នាអញ្ចឹង1គីឡូ3ខាំហើយខ្ញុំថែមស្ករក្រហមស្ករត្នោតចាកន្លះគីឡូចូលហើយបន្ទាប់មកខ្ញុំលាយតប៉ែខ្មៅជាមួយតប៉ែសជាមួយស្ករក្រហមនឹងចូលគ្នាបងប្អូនអ្នកគ្នាចាហើយបន្ទាប់មកនេះបងប្អូនផ្អកដែលខ្ញុំប្រឡាក់ទុកចូលចាជិត1ខែដែរបងប្អូនអ្នកគ្នាខ្ញុំយកមកចាប់ដើមឆៅហើយបងប្អូនអ្នកគ្នាចាបន្ទាប់មកខ្ញុំយកត្រីដែលខ្ញុំស្រង់ពីត្រីប្រឡាក់ដែលខ្ញុំស្រង់ដាក់កញ្ឆែងហ្នឹងចាសម្ដកទឹកដែលយើងប្រឡាក់ពីកាលមុនហ្នឹងចាចាញ់ឲ្យស្រស់ទឹកមកហើយបន្ទាប់មកបានខ្ញុំយកតប៉ែខ្មៅតប៉ែសលីមួយស្ករហ្នឹងចាយកមកដាក់ប្រឡាក់ចូលគ្នាអញ្ចឹងណាបងប្អូនចាប្រឡាក់ទៅប្រឡាក់មកឲ្យសព្វអញ្ចឹងទៅបានខ្ញុំយកទៅដាក់ចូលក្នុងកឡបងប្អូនអ្នកគ្នាចាអញ្ចឹងត្រីដែលខ្ញុំប្រឡាក់ហ្នឹងគឺមានចំនួន10គីឡូហើយតប៉ែខ្ញុំប្រើ1គីឡូ3ខាំជាមួយនឹងស្ករអញ្ចឹងណាបងប្អូនចាបើព្រឹងយើងប្រើតប៉ែខ្មៅនឹងច្រើនពេកធ្វើឲ្យខ្មៅសាច់ត្រីវិញចាអញ្ចឹងលាយតប៉ែសខ្លះចាខ្ញុំលាយជាមួយស្ករក្រហមទៀតដើម្បីឲ្យសាច់ត្រីហៀលរបស់យើងហ្នឹងពេលដែលកាច់ទៅគឺមានពណ៌ក្រហមល្អចាមកដល់គ្នាចានេះគឺជាលើកទី1ហើយដែលខ្ញុំធ្វើផ្អកដោយខ្លួនឯងចារដងគឺខ្ញុំធ្វើមានម៉ាក់ខ្ញុំគាត់ជួយអញ្ចឹងចាពេលដែលធ្វើគាត់អ្នកអង្គុយប្រឡាក់អង្គុយអីចឹងទៅហើយពេលធ្វើត្រឡប់តប៉ែហ្នឹងក៏គាត់អ្នកធ្វើដែរតែឥឡូវហ្នឹងគាត់មានវ័យជរាហើយគាត់ចាស់ហើយអញ្ចឹងគាត់ឲ្យគាត់ធ្វើទេអញ្ចឹងត្រូវតែរៀនឲ្យចេះចាពីវិធីធ្វើប្រហុកផ្អកចាប្រហុកធ្លាប់តែធ្វើមួយគាត់កាលនៅតូចចាដល់ពេលអាយុច្រើនតែធ្លាប់បានធ្វើទេដោយសារមកនៅព្រំពេញយើងអាចធ្វើប្រហុកបានទេបងប្អូនគ្នាស្អុយខ្លាំងចាអញ្ចឹងនេះគឺជារបៀបដែលខ្ញុំធ្វើផ្អកចាក្បួនរៀនតាមពីម៉ាក់របស់ខ្ញុំចាបងប្អូនអ្នកគ្នាចាអញ្ចឹងនៅផ្ទះត្រូវតែមានចាដូចជាផ្អកតែប្រឡាក់ចាប្រហុកជាមួយនឹងចេកពៅផ្អែមជាមួយនឹងទឹកសក់ចាវចាយើងត្រូវតែមានខ្លះដើម្បីទប់ទល់ជាមួយនឹងម្ហូបដែលយើងកាលណាអត់មានម្ហូបចាគឺយើងមានផ្អកប្រហុកអីហ្នឹងគឺស្គួរបងប្អូនអ្នកនាងចាអាចដោះស្រាយបាននៅពេលដែរអញ្ចឹងចាអរគុណច្រើនបងប្អូនទាំងគ្នាចានេះគឺជាវិធីប្រឡាក់ផ្អករបស់ខ្ញុំចារួចរាល់ហើយបងប្អូនគឺបានអត់ដល់ពេញ1គីឡូទេចារួចរាល់ហើយចាអញ្ចឹងឲ្យខ្ញុំយកកខ្សែនេះមានស្អាតមួយមកចាខ្ញុំយកគម្របយកគ្របទុកហើយទុករយៈពេល1ខែបានអាចញ៉ាំបានកាត់ឈ្ងុយអញ្ចឹងណាបងប្អូនគ្នាចាចាំពេលកាច់បានញ៉ាំចាំខ្ញុំចំហុយបង្ហាញបងប្អូនទាំងគ្នាទស្សនាម្ដងទៀតចាអរគុណ